ប្រធានប្រសិទ្ធិកម្ពុជាសម្ដេចហ៊ុនសែននៅថ្ងៃច័ន្ទទី30ខែមិថុនានេះបានអំពាវនាវឲ្យរដ្ឋាភិបាលពង្រឹងកម្លាំងការពារជាតិរួមបញ្ចូលទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទបន្ទាប់ពីអ្នកនយោបាយថៃម្នាក់គម្រាមឈ្លានពានទឹកដីកម្ពុជារួមទាំងរាជធានីភ្នំពេញផងដែរសេចក្តីថ្លែងការណ៍របស់សម្ដេចធ្វើឡើងជាការឆ្លើយតបទៅនឹងអតីតមេដឹកនាំសម្ព័ន្ធប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យរបស់ថៃលោកស៊ិនភីលឹមថនគុលដែលបាននិយាយកាលពីថ្ងៃសៅរ៍នៅចំពោះមុខបាតកោនៅក្នុងទីក្រុងបាងកកថាប្រសិនបើលោកឈ្នះឆ្នោតឬមានអំណាចពេញដៃលោកនឹងលើកទ័ពវាយចូលទឹកដីកម្ពុជាដើម្បីយកខេត្តបាត់ដំបងសៀមរាបបន្ទាយមានជ័យព្រះវិហារនិងកោះកុដហើយអាចរហូតដល់រាជធានីភ្នំពេញទៀតផងការគម្រាមកំហែងរបស់អ្នកនយោបាយដែលប្រធានប្រសិទ្ធិកម្ពុជាចាត់ទុកជាជនចូលនិយមរូបនេះបានបង្កើនភាពតានតឹងក្នុងចំនួនព្រំដែនរវាងប្រទេសទាំងពីរដែលអូសបន្លាយអស់ពេលមួយខែហើយក្រោយពីកងទ័ពថៃបានបាញ់សម្លាប់ទាហានខ្មែរម្នាក់នៅតំបន់មុំបីនៃខេត្តព្រះវិហារប្រធានប្រសិទ្ធិកម្ពុជាបានអំពាវនាវឲ្យត្រៀមលក្ខណៈទៅលើផ្នែកយោធានយោបាយការទូតនិងផ្លូវច្បាប់ដោយព្រមានថាដរាបណាមិនទាន់មានការបោះបង្គោលព្រំដែនរួចរាល់លទ្ធភាពប៉ះទង្គិចខាងយោធាឬសង្គ្រាមតាមព្រំដែនងាយនឹងកើតឡើងនិងពិបាកជៀសផុតកម្ពុជានិងថៃមានព្រំដែនប្រវែងជាង800គីឡូម៉ែត្រចាប់ពីតំបន់មុំបីនៅភាគឦសានទៅដល់ឈូងសមុទ្រថៃនៅភាគខាងត្បូងប្រទេសទាំងពីរបានយល់ព្រមសហការវាស់វែងខណ្ឌសីមាព្រំដែនកូដតាមរយៈអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2000ក៏ប៉ុន្តែសម្ដេចហ៊ុនសែនបានលើកឡើងថាអស់រយៈពេល25ឆ្នាំហើយការបោះបង្គោលព្រំដែនជាមួយថៃទៅមុខមិនរួចក្រៅតែពីការដើររកបង្គោលចាក់ប្រធានប្រសិទ្ធិកម្ពុជាបានសង្កត់ធ្ងន់ថាពលរដ្ឋខ្មែរត្រូវតែត្រៀមខ្លួនជាប់ជានិច្ចដើម្បីទប់ទល់ប្រឆាំងមហិច្ឆតាឈ្លានពានទឹកដីកម្ពុជាខ្ញុំរស់សុធាពី News Today NTTV